ជួយសុងរស់នៅខេត្តខ្វាងស៊ីបាន9 ឆ្នាំហើយទឹកធ្លាក់ដូចធានខ្ញុំធ្លាប់មកលេងច្រើនដងហើយប៉ុន្តែលើកនេះមិនមែនមកដើរលេងទេគឺមកជួបអ្នកដាំដើមឈើជនជាតិចិនម្នាក់ជំរាបសួរលោកប្រធានវ័យបាទទួយសុំលោកប្រធានតើលោកកំពុងរកកំណត់អ្វីហ្នឹងខ្ញុំកំពុងរករូបមន្តសម្ងាត់គួរដើម្បីធ្វើឲ្យតំបន់ទេសចរនេះកាន់តែមានតម្លៃលោកជាអ្នកជំនាញព្រៃឈើតើការងារលោកពាក់ព័ន្ធនឹងតំបន់ទេសចរដែរពិតជាពាក់ព័ន្ធណាស់ទីនេះជាតំបន់ទេសចរព្រៃឈើការងារយើងគឺផ្ដល់យោបល់លើការដាំដើមឈើដើម្បីប្រែក្លាយទេសភាពដ៏ស្រស់ស្អាតឲ្យទៅជាជីវភាពធូរធារខ្ញុំយល់ហើយលោកផ្ដល់យោបល់ដើម្បីឲ្យការដាំដើមឈើនៅទីនេះកាន់តែមានលក្ខណៈពិសេសពេលភ្ញៀវទេសចរសប្បាយចិត្តគេនឹងចង់ស្នាក់នៅយូរនោះចំណូលពីទេសចរនឹងកើនឡើងអ្នកភូមិក៏មានលុយពេញហោប៉ៅហើយជីវភាពក៏កាន់តែប្រសើរនេះហើយជាអ្វីដែលប្រទេសចិនហៅថាការអភិវឌ្ឍប្រកបដោយចីរភាពមែនទេត្រឹមត្រូវហើយឬថាវៀតណាមក៏សម្បូរឫស្សីដែរប៉ុន្តែឫស្សីនៅទីនេះក៏លូតលាស់ល្អណាស់តោះខ្ញុំនាំទៅមើលចាស់តោះទៅព្រៃឫស្សីនេះលូតលាស់ល្អណាស់តើវាជាពូជអ្វីដែរនេះជាឫស្សីដែលយើងយកពូជពីខេត្តស៊ីឈួនឈ្មោះថាវយ៉ាងហាំងឬក៏ឫស្សីយ៉ាក់គឺវារស់នៅទីនេះលូតលាស់ល្អជាងនៅស៊ីឈួនទៅទៀតដូច្នេះអត្រាចេញទំពាំងរបស់វាក៏ខ្ពស់ដែរយើងសង់រោងចក្រផលិតក្រដាសនៅទីនេះព្រោះពូជនេះល្អណាស់លោកប្រធានវ័យតែងតែនាំក្រុមការងារមកជួយបង្រៀនបច្ចេកទេសដល់ពួកយើងឆ្នាំក្រោយយើងនឹងចុះបញ្ជីពូជល្អដើម្បីផ្សព្វផ្សាយឲ្យទូលាយបន្ទាប់មកយើងនឹងកំណត់តម្លៃធានាទិញយកវិញទៀតផងអញ្ចឹងប្រជាជនក៏មានចំណូលបន្ថែមហើយរោងចក្របងក៏ធានាបាននៅវត្ថុធាតុដើមដែរលោកប្រធានវ័យមិននឹកស្មានថាលោកក៏ជាទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នកភូមិដែរមិនមែនទេនេះជាតួនាទីដែលខ្ញុំត្រូវធ្វើកសិករហ៊ានដាំក្រុមហ៊ុនហ៊ានទិញនេះក៏ដោយសារលោកប្រធានវ័យខំចុះទៅចំការវាស់ដីនិងដើរតួជាអ្នកសម្របសម្រួលរាប់មិនអស់សប្តាហ៍ក្រោយមានពិព័រណ៍ព្រៃឈើនៅណានាងខ្ញុំនឹងនាំនាងទៅមើលថាក៏ភ្នំមាសភ្នំប្រាក់ពីរបស់ពួកយើងឈានទៅកាន់ឆាកអន្តរជាតិដោយរបៀបណាចាស់ល្អណាស់សួស្តីអ្នកនាងស៊ូជំរាបសួរតើការតាំងពិព័រណ៍យ៉ាងម៉េចដែរបានដោយការរំពឹងទុកថែមទាំងលើសពីការរំពឹងទុកទៀតផងចុះមានភ្ញៀវបរទេសមកទេមានភ្ញៀវបរទេសពីរក្រុមមួយក្រុមមកពីប្រេស៊ីលនិងមួយក្រុមទៀតមកពីរុស្ស៊ីពួកគេចាប់អារម្មណ៍ខ្លាំងលើប្រព័ន្ធគ្រប់គ្រងរបស់យើងតើការស្នើសុំប្រព័ន្ធនេះពិបាកទេបើគ្មានទិន្នន័យពីលោកប្រធានវ័យទេយើងប្រហែលជាមិនអាចធ្វើបានឡើយក្នុងដំណើរការបម្រើសេវាដល់ក្រុមហ៊ុនយើងបានដឹងថាពួកគេត្រូវការផ្នែកនេះយើងបានបង្កើតប្រព័ន្ធគ្រប់គ្រងនិងតាមដានប្រភពព្រៃឈើដើម្បីកំណត់ស្តង់ដារប្រភពផលិតផលព្រៃឈើឲ្យកាន់តែច្បាស់លាស់យើងជំរុញឲ្យក្រុមហ៊ុនបង្កើតប្រព័ន្ធនេះឲ្យបានទាន់ពេលវេលាដើម្បីឲ្យផលិតផលរបស់យើងអាចនាំចេញទៅក្រៅប្រទេសនិងទៅកាន់ពិភពលោកបានកាន់តែងាយស្រួលពីមុនពាក្យថាឧទឹកថ្លាភ្នំខៀវគឺជាភ្នំមាសភ្នំប្រាក់ជាសម្រាប់ខ្ញុំគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីដើរតាមលោកប្រធានវ័យប៉ុន្មានថ្ងៃមកនេះខ្ញុំឃើញថាវាមានពិតមែនគឺនៅក្នុងថ្នាំងឫស្សីលើដើមឈើហូបផ្លែនិងនៅក្នុងស្នាមញញឹមរបស់អ្នកភូមិការងាររបស់ខ្ញុំនិយាយឲ្យចំទៅគឺដាំដើមឈើឲ្យល្អនិងការពារព្រៃឈើឲ្យបានគង់វង្សអ្វីដែលប្រជាជនចង់បានខ្ញុំទុកក្នុងចិត្តខ្ញុំដើររកអ្នកជំនាញរកដំណោះស្រាយដើម្បីជួយពួកគាត់គោលបំណងចុងក្រោយមានតែមួយគត់គឺធ្វើឲ្យភ្នំខៀវស្រងាត់នៅទីនេះក្លាយជាបង្អែកដ៏រឹងមាំដើម្បីឲ្យអ្នកទាំងអស់គ្នាមានជីវភាពកាន់តែប្រសើរឡើង